ស្ដីទៅកាន់អ្នកសិក្សាទាំងអស់គ្នាខ្ញុំបាទឈ្មោះជុំសម្បត្តិមានតួនាទីបកស្រាយទៅលើទីតាំងភូមិសាស្ត្រប្រាសាទវត្តនគរបាជ័យប្រាសាទវត្តនគរបាជ័យគឺជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមួយដែលស្ថិតនៅឃុំអំពិលស្រុកកំពង់សៀមខេត្តកំពង់ចាមបើនិយាយពីការធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅកាន់ប្រាសាទវិញគឺមានចម្ងាយប្រហែលជា122គីឡូម៉ែត្រដែលយើងអាចធ្វើដំណើរបានតាមរយៈពីរផ្លូវដែលផ្លូវទី1យើងធ្វើដំណើរតាមផ្លូវជាតិលេខ6ឆ្លងកាត់ស្រុកបាធីនិងបន្តតាមផ្លូវជាតិលេខ7ចេញពីស្កុនទៅកាន់ស្រុកកំពង់សៀមដែលប្រាសាទនេះស្ថិតនៅក្នុងស្រុកកំពង់សៀមខេត្តកំពង់ចាមនេះឯងចំណែកឯផ្លូវទី2យើងអាចធ្វើដំណើរតាមរយៈផ្លូវដែលស្របទៅនឹងទន្លេរហូតដល់ក្រុងកំពង់ចាមគឺតាមរយៈផ្លូវនេះយើងនឹងឆ្លងកាត់ស្រុកមួយដែលមានឈ្មោះថាស្រុកកងមាសគឺឆ្ពោះទៅកាន់ទីរួមខេត្តកំពង់ចាមតែម្ដងហើយយើងធ្វើដំណើរប្រមាណជា2គីឡូទៀតដើម្បីទៅកាន់ប្រាសាទវត្តនគរបាជ័យម្យ៉ាងវិញទៀតការធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅកាន់ប្រាសាទវត្តនគរបាជ័យនឹងអាចចំណាយពេលប្រមាណជា2ម៉ោងទៅ3ម៉ោងជាដំបូងនឹងខ្ញុំសូមគោរពជម្រាបសួរលោកគ្រូនិងអ្នកសិក្សាទាំងអស់គ្នានិងខ្ញុំឈ្មោះខាន់ច័ន្ទដែលមានតួនាទីបកស្រាយអំពីប្រវត្តិនៃប្រាសាទវត្តនគរបាជ័យប្រាសាទនេះត្រូវបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី7នៅចុងសតវត្សទី12និងដើមសតវត្សទី13គឺដើម្បីឧទ្ទិសចំពោះពុទ្ធសាសនាមហាយានលក្ខណៈសម្គាល់ពិសេសដែលសម្គាល់ក្នុងរាជ្យព្រះអង្គគឺនៅតាមជញ្ជាំងគេឆ្លាក់ជារូបបង្អួចបញ្ឆោតដែលមានវាំងនននៅពីលើហើយគេធ្វើរូបគ្រុឌជាអ្នកនៅអមសងខាងផ្លូវចូលប្រាសាទហើយនៅព្រំដំបូលគេឆ្លាក់ជារូបព្រះពុទ្ធសមាធិបន្ទាប់មកក្នុងរាជស្ដេចបន្ទាប់ដែលគោរពព្រហ្មញ្ញសាសនាក៏បានបំផ្លាញរូបព្រះពុទ្ធចេញដើម្បីកែប្រែប្រាសាទនោះក៏បានឧទ្ទិសចំពោះព្រហ្មញ្ញសាសនាវិញរហូតមកដល់សម័យកណ្ដាលចន្លោះសតវត្សទី16និង17បាទមានព្រះរាជាមួយអង្គទៀតបានត្រឡប់មករៀបចំប្រាសាទនោះឲ្យคล้ายទៅជាវត្តអារាមនៃពុទ្ធសាសនាហីនយានវិញដោយបានកែទូប៉មកណ្ដាលឲ្យទៅជាចេតិយថ្មីបន្ថែមពីលើរចនាសម្ព័ន្ធចាស់និងបានកសាងព្រះវិហារនៅជាប់នឹងចេតិយនឹងផងដែរបើតាមរយៈសិលាចារឹកការ82ទាំងអត្ថបទជាភាសាបាលីនិងជាភាសាខ្មែរគឺជាភស្តុតាងយ៉ាងសំខាន់ក្នុងការបញ្ជាក់ថាចេតិយនិងព្រះវិហារត្រូវបានកសាងនាសម័យក្រោយដោយសម្ដេចអុកញ៉ាយុស្រីសោគុណបុត្របើយោងទៅតាមការបកប្រែសម្រួលដោយលោកគ្រូវង្សសុធារាដោយលោកគ្រូបានបកប្រែសម្រួលទាំងខជាភាសាខ្មែរថាសូមឲ្យមានសួស្តី1488មហាសករាជឆ្នាំខាលត្រូវនឹងថ្ងៃច័ន្ទទី15ឆ្នាំ1566សម្ដេចអុកញ៉ាយុស្រីសោគុណបុត្រជាអ្នកកសាងមហាសារីរិកធាតុគឺចេតិយនៅលើទូប៉មកណ្ដាលនៅឯនគរជ័យពិស័កនិងបានធ្វើមហាវិហារបញ្ចុះគោសីមាដើម្បីវេប្រគេនចំពោះព្រះអរិយសង្ឃនាមកម្រងតេងអញមហាអ្នកបពិតឯបច្ចុប្បន្នប្រាសាទនេះនៅតែបន្តគោរពបូជាផ្នែកព្រះពុទ្ធសាសនា
ពីសំណាក់ពុទ្ធសាសនិកដែលនៅជុំវិញប្រាសាទនឹងមានភ្ញៀវទេសចរទៅកាន់ទីនោះជាហូរហែជាបឋមខ្ញុំបាទសូមជម្រាបសួរលោកគ្រូនិងសួស្តីអ្នកសិក្សាទាំងអស់គ្នាខ្ញុំឈ្មោះញ៉ាត់ចន្ទណានិងបង្ហាញអំពីប្លង់នៃប្រាសាទវត្តនគរបាជ័យប្រាសាទវត្តនគរបាជ័យមានកំពែងចំនួន4ជាន់ដែលកំពែងខ្លះមានការបាក់បែកស្ទើរតែទាំងស្រុងនិងកំពែងខ្លះនៅល្អស្អាតនិងមានភាពរឹងមាំដល់បច្ចុប្បន្នបើយើងក្រឡេកទៅមើលកំពែងជាន់ទី4ដែលជាកំពែងធំជាងគេគឺមានការបែកបាក់ស្ទើរតែទាំងស្រុងពោលគឺបន្សល់ទុកនៅបំណែកថ្មបាក់បែកខ្លះដែលយើងសឹងមិនដឹងជាកំពែងទៀតផងកំពែងទី4នេះមានកុបរៈចំនួន4នៅតាមទិសទាំង4ដែលយើងអាចចូលទៅកាន់ប្រាសាទបានទាំង4ទិសផងដែរនៅចន្លោះកំពែងទី4និងទី3មានវត្តចំនួន2គឺវត្តនគរបាជ័យក្នុងនិងវត្តនគរបាជ័យក្រៅវត្តនគរបាជ័យក្នុងស្ថិតនៅទិសពីយប់ខាងលិចជាងខាងជើងចំណែកឯវត្តនគរបាជ័យក្រៅគឺស្ថិតនៅទិសអាគ្នេយ៍ខាងកើតជាងខាងត្បូងនៅពេលដែលយើងដើរចូលទៅកាន់ប្រាសាទតាមច្រកទិសខាងកើតនោះយើងនឹងឃើញមានបដិមាយៈបដិមាតោបូករួមជាមួយនឹងចម្លាក់គ្រុឌជីនាគនៅអមសងខាងផ្លូវចូលបន្ទាប់មកយើងដើរទៅមុខបន្តិចនោះនឹងឃើញកុបរៈទិសខាងកើតនៃកំពែងជាន់ទី3គូបញ្ជាក់ផងដែរថាកំពែងជាន់ទី3នេះមានកុបរៈចំនួន2ដែលកុបរៈទាំង2នៅស្អាតល្អនិងមានភាពរឹងមាំម្យ៉ាងវិញទៀតនៅតាមជញ្ជាំងនៃកុបរៈទាំង2មានការឆ្លាក់រូបចម្លាក់ផ្សេងៗបានយ៉ាងល្អប្រណិតកំពែងទី3នេះមានការបែកបាក់គួរសមដែលក៏ប៉ុន្តែក៏នៅមានល្អច្រើនដូចគ្នានៅចន្លោះកំពែងទី3និងកំពែងទី2យើងនឹងឃើញមានសំណង់វិហារចំនួន4នៅទិសខាងត្បូងនិងទិសខាងជើងម្យ៉ាងទៀតក៏មានចេតិយជាច្រើននៅក្បែរវិហារក៏ដូចជានៅក្បែរកំពែងផងដែរមិនត្រឹមតែប៉ុណ្ណោះទេយើងឃើញមានស្រះទឹកចំនួន2នៅទិសខាងត្បូង1និងទិសខាងជើង1បន្ទាប់ពីយើងដើរទៅកាន់កំពែងទី2នោះយើងនឹងឃើញបដិមាយៈចំនួន2នៅអមសងខាងច្រកចូលកំពែងទី2នេះមានច្រកចូលចំនួន4ទៅតាមទិសទាំង4ដែលយើងអាចចូលតាមច្រកមួយណាក៏បានកំពែងមានលក្ខណៈនៅរឹងមាំល្អនិងមានស្ថានភាពនៅល្អព្រោះគឺពុំសូវមានការបែកបាក់ប៉ុន្មានទេគ្រាន់តែមានការខូចខាតទូប៉មទាំង4ទិសសឹងតែទាំងអស់ដោយករណីទូប៉មខាងត្បូងអញ្ចឹងបាត់លក្ខណៈជាទូប៉មបាត់ទៅហើយបើក្រឡេកមកមើលកំពែងទី1វិញនោះយើងឃើញថាកំពែងនៅរឹងមាំល្អពុំសូវមានការបែកបាក់ច្រើននោះទេចំណែកឯទូប៉មទាំង4ទិសវិញនៅស្អាតល្អទាំងអស់ដែលយើងឃើញមានចម្លាក់នៅតាមជញ្ជាំងមានផ្តែរហោជាងសសរពេជ្រនៅត្រង់ទូប៉មទាំងអស់នៅក្នុងកំពែងទី1មានចេតិយមួយកសាងនៅសម័យកណ្ដាលដោយជួសជុលពីលើទូប៉មកណ្ដាលនៃប្រាសាទម្យ៉ាងវិញទៀតក៏មានវិហារមួយដែលកសាងឡើងដំណើរចេតិយផងដែរមិនត្រឹមតែប៉ុណ្ណោះក៏មានបណ្ណាល័យចំនួន2ផងដែរគឺនៅខាងត្បូងជាប់វិហារមួយនិងនៅខាងជើងជាប់វិហារមួយទៀតជាដំបូងនាងខ្ញុំសូមគោរពជំរាបសួរលោកគ្រូនិងអ្នកសិក្សាទាំងអស់គ្នានាងខ្ញុំឈ្មោះឈឿននីសាខ្ញុំបកស្រាយទៅលើសិល្បៈនៃប្រាសាទនគរបាជ័យដែលមានចំនួន3ចំណុចផ្តែរសសរពេជ្រនិងបដិមាចឹងយើងចូលមកដល់ចំណុចផ្តែរនៃប្រាសាទចឹងដូចអ្នកទាំងអស់គ្នាបានដឹងដែលមិត្តភ័ក្តិខ្ញុំបានបកស្រាយចឹងប្រាសាទនគរបាជ័យគឺជាប្រាសាទដែលស្ថិតនៅក្នុងរចនាបថបាយ័ននិងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7មានអាយុកាលនៅចុងសតវត្សទី12ដល់ដើមសតវត្សទី13ហើយនៅក្នុងការកំណត់អាយុកាលនេះគឺពឹងផ្អែកទៅលើហេតុផលនិងផុសតាងជាច្រើនហើយហេតុផលនិងផុសតាងដែលសំខាន់ជាងគេនៅក្នុងការកំណត់អាយុកាលនិងរចនាបថនៃប្រាសាទនេះគឺយើងពឹងផ្អែកទៅលើផ្តែរដែលនៅក្នុងការសិក្សាអំពីផ្តែរនៅប្រាសាទបាជ័យនេះផ្ទាល់គឺយើងបែងចែកជា4ក្រុមធំៗ ចឹងដំបូងយើងចូលទៅមើលផ្តែរនៅក្នុងក្រុមទី1ផ្តែរនៅក្នុងក្រុមទី1នៃប្រាសាទនេះគឺជាផ្តែរដែលមានឥទ្ធិពលធ្វើបន្តពីរចនាបថបាភូននិងរចនាបថអង្គរវត្តនៅក្នុងផ្តែរនេះរចនាបថដែលបន្តពីនគរវត្តខ្លាំងនោះយើងមើលទៅលើក្បាច់រំយោលធំៗចំនួន2ដែលនៅ1/4នៃផ្តែរមួយនេះដែលផ្តែរនេះគឺជាឥទ្ធិពលដ៏សំខាន់មានការឆ្លាក់តាំងពីរចនាបថបាភូននិងរចនាបថអង្គរវត្តផងដែរអញ្ចឹងត្រង់ចំណុចនេះហើយយើងប្រកាសជាឆ្ងល់ហើយថាក្នុងការបែងចែកផ្
ដែលប្រភេទនេះចេញពីរចនាបថមុនគឺយើងពិនិត្យទៅលើរឿងរ៉ាវពីរគឺរឿងរ៉ាវទី1ពិនិត្យទៅលើព្រះកាលហើយរឿងរ៉ាវទី2ទាក់ទងទៅនឹងរូបបុគ្គលដែលនៅលើផ្ដាយអញ្ចឹងទី1គឺព្រះកាលដែលស្ថិតនៅក្នុងរចនាបថបាយ័នឬព្រះកាលដែលស្ថិតក្នុងប្រាសាទនគរបាជ័យនេះមានលក្ខណៈពិសេសដាច់ដោយឡែកពីរចនាបថបាភួននិងនគរវត្តពលគឺព្រះកាលនៅក្នុងរចនាបថនេះគឺមានចង្កូមនៅគែមសងខាងមាត់ដែលជាលក្ខណៈពិសេសមួយដែលអាចមើលដឹងថាវាជាព្រះកាលដែលស្ថិតនៅក្នុងរចនាបថបាយ័នចូលមកដល់ចំណុចទី2វិញគឺរូបបុគ្គលដែលស្ថិតនៅក្នុងស៊ុំលើរូបព្រះកាលនេះរូបបុគ្គលដែលស្ថិតនៅក្នុងស៊ុំនេះភាគច្រើនគឺជាទេពដែលស្ថិតនៅក្នុងព្រះពុទ្ធសាសនាមហាយានដែលយើងដឹងហើយថាប្រាសាទទាំងឡាយណាដែលស្ថិតនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7គឺភាគច្រើនឧទ្ទិសទៅដល់ព្រះពុទ្ធសាសនាមហាយានដូច្នេះហើយទើបទេពទាំងអស់នេះភាគច្រើនគឺជាទេពដែលស្ថិតនៅក្នុងព្រះពុទ្ធសាសនាមហាយានហើយរឿងផ្សេងទៀតដែលយើងអាចដឹងបាននោះគឺក្បាច់កម្រងម៉ែឈើដែលមានអង្កត់ធ្នូកងចុះមកក្រោមខ្លាំងហើយមាត់ព្រះកាលដល់ផ្ទៃផ្ដាយខាងក្រោមហើយចំណុចចុងក្រោយនោះគឺក្បាច់ស្លឹកឈើត្រង់ស្រួចឡើងទៅលើអញ្ចឹងយើងបន្តមកដល់ផ្នែកក្រុមទី2ដែលជាផ្ដាយដែលមិនបន្តធ្វើឬមិនមានឥទ្ធិពលពីរចនាបថបាភួននិងអង្គរវត្តនោះទេបានសេចក្តីថាគេឈប់ធ្វើក្បាច់កម្រងស្លឹកឈើជារាងអង្កត់ធ្នូឬជារាងបន្ទាត់ត្រង់ទៀតហើយពលគឺគេធ្វើជាក្បាច់ចង្វាយមូលតគ្នាហើយយើងមើលទៅមានរាងដូចលេខ1ដែលជាលក្ខណៈពិសេសមួយរបស់ផ្ដាយក្នុងរចនាបថបាយ័នហើយសម្រាប់លក្ខណៈពិសេសទី2នោះគឺត្រង់ចំណុចកណ្ដាលនៃផ្ដាយមួយនេះយើងក្រឡេកមើលមានរូបព្រះកាលដែលមានរូបព្រះកាលដូចទៅនឹងព្រះកាលរចនាបថបាយ័នដែលយើងមើលទៅលើចង្កូមដែលមាននៅសងខាងមាត់របស់ព្រះកាលក្រៅពីយើងឃើញមាននៅក្បាច់ស្លឹកឈើដែលនៅលើក្បាច់ចង្វាយមូលនេះយើងឃើញថាក្បាច់ស្លឹកឈើនេះបានបញ្ឈរជារាងត្រង់ឡើងលើហើយមានរាងស្រួចអញ្ចឹងយើងមកដល់ផ្ដាយក្រុមទី3អញ្ចឹងផ្ដាយក្រុមទី3នេះគឺជាផ្ដាយដែលមានចម្លាក់រឿងផ្ដាយនេះមានចម្លាក់រឿងសុទ្ធសាធគឺវាដូចទៅនឹងផ្ដាយដែលស្ថិតនៅក្នុងរចនាបថបាភួននិងអង្គរវត្តដែរពលគឺมันមានក្បាច់ស្លឹកឈើលើក្រោមអ្វីនោះទេគឺផ្ដាយនេះមានរឿងសុទ្ធសាធតែម្ដងក្នុងការចំណាំនិងការបែងចែកពីរចនាបថបាភួននិងអង្គរវត្តគឺយើងផ្ដោតសំខាន់ទៅលើចំណុច2ដែលចំណុចទី1នោះគឺផ្ដាយរឿងដែលស្ថិតនៅក្នុងរចនាបថបាយ័នគេមិនភាគច្រើនឆ្លាក់រឿងបែបព្រះពុទ្ធសាសនាមហាយានចំណុចទី2គឺយើងពិនិត្យទៅលើបដិមាឬចម្លាក់ដែលស្ថិតនៅក្នុងផ្ដាយនេះដែលផ្ដោតទៅលើការស្លៀកពាក់ការតុបតែងទម្រង់មុខដងខ្លួនជាដើមចង់បន្តមកទៀតគឺយើងចូលមកដល់ផ្ដាយចុងក្រោយដែលជាផ្ដាយដែលស្ថិតនៅក្នុងក្រុមទី4ផ្ដាយក្នុងក្រុមទី4ត្រូវបានគេចាត់ទុកថាជាផ្ដាយពិសេសក្នុងរចនាបថបាយ័នដោយនៅក្នុងផ្ដាយនេះយើងមាននៅការសាងសង់ការឆ្លាក់រូបព្រះពុទ្ធចំនួន5ព្រះអង្គរាយគ្នាដែលជាលក្ខណៈពិសេសដែលយើងមិនធ្លាប់បានធ្វើពីមុនមកទេនៅក្នុងរចនាបថផ្សេងៗដែលព្រះពុទ្ធទាំង5ព្រះអង្គរាយគ្នានេះគឺតាក់ទងទៅនឹងព្រះពុទ្ធសាសនាមហាយាននោះគឺព្រះពណ៌ព្រះកល្យាណពុទ្ធទាំង5ព្រះអង្គហើយបើយើងពិនិត្យមើលទៅលើផ្ដាយនៅក្នុងប្រាសាទនគរបាជ័យនេះបើទោះបីជាមានផ្ដាយបែកបាក់ឬចន្លោះយ៉ាងណាក្ដីយើងអាចសន្និដ្ឋានបានថាចន្លោះនេះគឺបំពេញនៃព្រះពុទ្ធទាំង5ព្រះអង្គនេះឯងចឹងសម្រាប់ចំណុចផ្ដាយគឺយើងបានបញ្ចប់ហើយយើងមកចូលដល់ចំណុចសំខាន់មួយទៀតគឺសសរពេជ្រចឹងសសរពេជ្រនៅក្នុងប្រាសាទនគរបាជ័យគឺមានរាង8ជ្រុងដែលផ្នែកខាងក្រោមមានឆ្លាក់ជារាងការ៉េការឆ្លាក់ជារាងការ៉េនេះដែរត្រូវបានគេឆ្លាក់ជាចម្លាក់ពីរបែបទី1នោះគឺឆ្លាក់ជារូបសត្វនិងទី2ឆ្លាក់ជារូបមនុស្សនៅលើតួនៃសសរពេជ្រត្រូវបានគេឆ្លាក់ជាក្បាច់រង្វាន់ដែលមានរាងដូចទៅនឹងចិញ្ចៀនដែលរង្វាន់នេះមានទំហំប៉ុនគ្នាដែលធ្វើឲ្យយើងមិនអាចបែងចែកតួនៃសសរពេជ្រជា1/2និង1/4និង1/3បានឡើយចឹងយើងចូលមកដល់ចំណុចសំខាន់ចុងក្រោយគឺរូបបដិមាដែលបដិមានៅក្នុងប្រាសាទនគរបាជ័យស្ថិតនៅក្នុងរចនាបថបាយ័នដែលយើងសំអាងទៅលើហេតុផលនានាដូចខាងក្រោមចឹងគឺបដិមាភាគច្រើននៅក្នុងប្រាសាទនគរបាជ័យត្រូវបានគេធ្វើឡើងមិនសូវនិយមហើយបដិមាទាំងនេះជាប់ទាក់ទងទៅនឹងពុទ្ធសាសនាមហាយានបើយើងសង្កេតមើលឲ្យច្បាស់ទៅយើងនឹងឃើញថាបដិមាទាំងនោះគឺមានមកុដដែលត្រូវបានគេធ្វើឡើងជារាងសាជីមិនសូវស្រួចប៉ុន្មាននោះទេដែលមកុដទាំងនោះលម្អទៅដោយស្រទាប់ផ្កាឈូកជា
ថ្នាក់ត្រួតពីលើគ្នារីឯក្បាលមកុដវិញគឺត្រូវលម្អទៅដោយក្បាច់តូចៗល្អិតៗហើយសក់នៃបដិមាភាគច្រើននៅក្នុងប្រាសាទនគរបាជ័យត្រូវបានគេធ្វើឡើងជារាងត្រីកោណស្រួចឡើងលើហើយនឹងរាងត្រីកោណដូចគ្នាតែផ្នែកខាងចុងបែរជា3ចំពោះមុខមាត់នៃបដិមាវិញគឺឃើញថាមុខមាត់ឬក៏ព្រះភ័ក្ត្រនេះមានលក្ខណៈផាចិញ្ចាំដាច់ពីគ្នាច្រមុះស្រួចមាត់ញញឹមដែលគេហៅថាញញឹមបែបបាយ័នរីឯរូបរាងបដិមាវិញយើងឃើញថាផ្នែកខាងលើមានលក្ខណៈទូចជាងផ្នែកខាងក្រោមសម្រាប់ការស្លៀកពាក់របស់រូបបដិមាវិញគឺបដិមាប្រុសត្រូវចងក្បិនត្រឹមកំភ្លៅដែលលម្អដោយខ្សែក្រវ៉ាត់ធំៗនិងមានជាយសំពត់រាងកន្ទុយត្រីទម្លាក់មកមុខ1ឬ2រីឯបដិមាស្រីវិញគឺស្លៀកសំពត់ហូល2វែងនិងមានជាយសំពត់ជាទូទៅមាន3ដែលជាយសំពត់ទី1នោះគឺជាយសំពត់ដែលនៅផ្នែកខាងមុខដែលជាសំពត់នោះគឺមានរាងតូចកណ្ដាលហើយផ្នែកខាងចុងមានលក្ខណៈស្រួចរីឯសំពត់ពីរបែបទៀតនោះគឺជាសំពត់ដែលស្ថិតនៅខាងឆ្វេងចង្កេះនិងខាងស្ដាំចង្កេះសំពត់ទាំងអស់នោះត្រូវបានគេលំអងដោយខ្សែក្រវ៉ាត់ធំៗដែលមានរំយោលនិងកម្រងមាលាដែលបដិមាខ្លះពុំមានឡើយបដិមាភាគច្រើននៅក្នុងប្រាសាទនគរបាជ័យគឺជារូបទេវតារូបយក្សព្រះពុទ្ធរូបនិងសត្វជាដើមដែលបដិមាទាំងនោះត្រូវបានគេរចនាដោយធ្វើឲ្យមានកាយវិការភាគច្រើនកាយវិការលើកដៃម្ខាងឡើងលើពុតជុំវិញស្មានឹងដៃម្ខាងទៀតដាក់ត្រឹមពោះរីឯបដិមាផ្សេងទៀតគេធ្វើឡើងលើកដៃម្ខាងដាក់លើស្មាដូចគ្នាប៉ុន្តែដៃម្ខាងទៀតសំយងចុះក្រោមដោយកាន់ផ្កាមួយតងនិងបដិមាមួយចំនួនទៀតគឺគេធ្វើឡើងឲ្យលើកដៃសំពះត្រឹមទ្រូងបដិមាទាំងនោះត្រូវបានគេលម្អដោយគ្រឿងអលង្ការដូចជាក្រវិលសូររំកកងដៃកងជើងខ្សែក្រវ៉ាត់ដែលមានរំយោលជាស្លឹកឈើសំយងចុះក្រោមនិងភ្នួងសក់ចឹងសូមបញ្ជាក់ផងដែរនៅក្នុងប្រាសាទនគរបាជ័យមានរូបបដិមាចំនួន2ដែលគេហៅថាអវលោកកេស្វរៈនិងព្រះវិស្ណុដែលបដិមាពីរនេះត្រូវបានគេធ្វើឡើងនៅសម័យក្រោយតែប៉ុណ្ណោះនាងខ្ញុំសូមគោរពជម្រាបសួរលោកគ្រូនិងអ្នកសិក្សាទាំងអស់គ្នានាងខ្ញុំឈ្មោះខេមផាណាវីដែលឡើងមកបកស្រាយអំពីហោជាងនៃប្រាសាទវត្តនគរបាជ័យចំពោះហោជាងនៃប្រាសាទវត្តនគរបាជ័យយើងឃើញថាហោជាងនីមួយៗគឺតាមរចនាបថប្រាសាទបាយ័នចាប់ពីចុងសតវត្សទី12ដល់ដើមសតវត្សទី13ចំណែកនៅត្រង់ដងក្តារនៃហោជាងយើងឃើញថាមានលក្ខណៈជាខ្លួននាគកោងចូលក្នុងនិងកោងចេញក្រៅចំពោះធ្នឹមរបស់ហោជាងមានលក្ខណៈត្រង់ជាទម្រង់ត្រើបដិមានៅខាងលើធ្នឹមនៅចុងដងក្តារយើងឃើញថាមានក្បាលនាគដែលមានរូបរាងធំហើយធាត់ហើយមានក្បាំងនៅពីលើក្បាលនាគនិងមានការរចនារូបផ្សេងនៅលើនាគនឹងផងដែរបើនិយាយចំពោះហោជាងនៅភាគខាងកើតយើងឃើញថាហោជាងនេះមានការលាបពណ៌ផ្សេងគ្នាដែលធ្វើឲ្យយើងពិបាកសម្គាល់ទៅលើបដិមានៅក្នុងផ្ទៃហោជាងក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ធ្វើឲ្យយើងដឹងច្បាស់ដែរថានៅផ្នែកកណ្ដាលគឺមានចម្លាក់រូបសំណាក់ប្រាសាទមួយដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងប្រាសាទកំពូល2ជាន់ហើយនៅក្នុងប្រាសាទគេចម្លាក់ជាព្រះពុទ្ធផ្ចាញ់មាសដែលគង់នៅលើបល្ល័ង្កដ៏ធំដែលមានកម្ពស់ខ្ពស់ពីដីចំពោះរូបកណ្ដាលគេចម្លាក់ជារូបធរណីដៃស្ដាំលើកបួងសក់ដៃឆ្វេងច្បូតចុងសក់ស្ថិតក្នុងស្ថានភាពពាក់កណ្ដាលអង្គុយហើយនៅភាគខាងលើនៃប្រាសាទឃើញថាមានចម្លាក់រូបមនុស្សហោះជាច្រើនដែលកាន់កម្រងផ្កាហើយនៅខាងក្រោមបានចម្លាក់តួអង្គចំនួន4ដែលនឹងរៀបគ្នាហើយមានពីកណ្ដាលមានដៃ4និងរូបមួយក្រុមបង្ហាញពីការបែកខ្ញែងគ្នានៃសង្គ្រាមនេះបង្ហាញអំពីជ័យជំនះរបស់ព្រះពុទ្ធទៅលើពួកមារសរុបរួមមកនៃហោជាងនេះបានចម្លាក់អំពីជ័យជំនះរបស់ព្រះពុទ្ធទៅលើពួកមារសរុបរួមមកហោជាងនៃប្រាសាទវត្តនគរបាជ័យយើងឃើញថាទាំងដងក្តារធ្នឹមនិងចុងដងក្តារ
ដែលមានក្បាលនាគធំធំធាត់ធាត់គឺស្ថិតនៅក្នុងរចនាបថប្រាសាទបាយ័នដែលចុងសតវត្សទី12និងដើមសតវត្សទី13បើនិយាយអំពីទេវកថានៅក្នុងប្រាសាទវត្តនគរបាជ័យវិញយើងឃើញថាប្រាសាទនេះមានរឿងព្រេងមួយដ៏គួរឲ្យចាប់អារម្មណ៍ហើយមានចែកដីនឹងតុបអ្នកតាជាសម្គាល់ជាផុសតាំងផងដែររឿងនេះបើសង្ខេបដែលខ្លីទៅគឺមានពីរអ្នកប្តីប្រពន្ធមានកូនប្រុសម្នាក់ពេលយកកូនទៅមុជទឹកនៅក្នុងទន្លេមិនប្រយ័ត្នដែរក៏បានរបូតកូនធ្លាក់ចូលទៅក្នុងទឹកប៉ុន្តែស្រាប់តែមានត្រីធំមួយពំយកទៅរកនោះទៅត្រីនោះត្រូវបានអ្នកនេសាទចិនចាប់បានហើយយកទៅថ្វាយស្ដេចព្រោះឃើញត្រីនោះធំចម្លែកពេលវះពោះត្រីនោះក៏ត្រឡប់ឃើញទារកនៅក្នុងនឹងដែលមានជីវិតស្ដេចចិនក៏យកទុកធ្វើជាកូនចិញ្ចឹមកុមារនោះលុះធំឡើងមានតម្រេះខ្ពស់និងរូបសម្បត្តិស្អាតក៏សួរស្ដេចពីប្រវត្តិដើមរបស់ខ្លួនលុះដឹងរឿងហេតុអស់ហើយក៏សុំឪពុកចិញ្ចឹមមកតាមរកឪពុកម្ដាយបង្កើតនៅស្រុកខ្មែរវិញលុះមកដល់ក៏ទៅសុំសំណាក់នឹងម្ដាយបង្កើតខ្លួនយូរទៅដែលពុំបានដឹងក៏បានរួមរស់ជាមួយម្ដាយខ្លួនឯងក្រោយមកពេលដែលចៅព្រំដែលនាមជាកុមារនោះដឹងរឿងហេតុក៏សំពះសុំខមាទោសពីម្ដាយឯម្ដាយក៏បានបង្គាប់ឲ្យជួយសង់រូបកូនសំពះចាយដីម្ដាយពេលកូនស្លាប់ទៅដែរឲ្យបានគ្រប់ 5000 ឆ្នាំទើបរួចពីកម្មពៀទាំងនោះចៅព្រំដែលមានចំណេះខ្ពង់ខ្ពស់ក៏បានឡើងធ្វើជាគ្រូអាចារ្យនៅក្នុងភូមិស្រុកហើយបានបញ្ជាឲ្យសិស្សគណៈសាងសង់តាមបញ្ជារបស់ម្ដាយលោកដល់ពេលលោកស្លាប់ទៅសិស្សគណៈក៏សាងសង់រូបលោកសំពះទៅកាន់ចាយដីនោះហើយឈ្មោះលោកក៏ត្រូវបានគេហៅថាតាព្រំរីឯម្ដាយលោកគេហៅថាយាយពៅរហូតមកដល់សប្តាហ៍ថ្ងៃហើយសប្តាហ៍ថ្ងៃនេះផងដែរនៅក្នុងកំពែងជាន់ទី2មានវិហារស៊ីម៉ង់មួយដែលគេហៅថាវិហារយាយពៅរីឯវិហារតាព្រំគឺស្ថិតនៅកំពែងជាន់ទី1ដែលមានលក្ខណៈតាមបែបចិនលាយនឹងខ្មែរផងដែរ